យោងតាមសេចក្តីរាយការណ៍អ៊ុយក្រែនបានបើកការវាយប្រហារទៅលើឃ្លាំងស្តុកប្រេងដែលកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀបើយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយដោយការសាយ Q Independent នៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025យោធាអ៊ុយក្រែនបានវាយលុកទៅលើឃ្លាំងប្រេងរបស់រុស្ស៊ីនៅជិតភូមិ Jivadiskov ក្នុងតំបន់គ្រីមៀដែលកាន់កាប់កាលពីយប់ថ្ងៃទី9ខែវិច្ឆិកាដែលនេះគឺយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Telegram របស់រុស្ស៊ី Astra អ្នកស្រុកបានរាយការណ៍អំពីការផ្ទុះជាច្រើននៅក្បែរឃ្លាំងប្រេងចំពេលដែលមានសេចក្តីរាយការណ៍អំពីការវាយប្រហារដោយជនហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាន់តែទូលំទូលាយនៅក្នុងតំបន់នេះក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាការពារអាកាសបានបាញ់ទម្លាក់ជនហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន10គ្រឿងនៅលើឧបទ្វីបនេះរូបថតមួយសន្លឹកដែលបានបង្ហោះនៅលើបណ្ដាញសង្គមហាក់បង្ហាញអំពីផ្ទៃមេឃពេលរាត្រីភ្លឺនៅភូមិ Jivadiskov ដែលក្រោមនៃការវាយប្រហារទៅលើឃ្លាំងប្រេងរបស់រុស្ស៊ីជានមិញឃ្លាំងប្រេងនេះបានក្លាយទៅជាកម្មវត្ថុនៃការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងរយៈពេលប្រមាណខែថ្មីនេះកាលពីថ្ងៃទី17ខែតុលាកន្លងទៅកងកម្លាំងពិសេសរបស់អ៊ុយក្រែនក៏បានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានធ្វើឲ្យខូចខាតទៅដល់ឃ្លាំងប្រេងនិងរោងចក្រ Jivadiskov ដែលភ្ជាប់ជាមួយនឹងវីដេអូដែលសន្មតថាបានបង្ហាញអំពីការវាយប្រហារពីទស្សនវិជ្ជាយន្តហោះគ្មានមនុស្សបើកឃ្លាំងផ្ទុកប្រេងដែលមានទីតាំងនៅជិតមូលដ្ឋានទ័ពអាកាស Jivadiskov ដែលត្រូវបានប្រើជាកន្លែងបាញ់បង្ហោះនៅយន្តហោះរបស់រុស្ស៊ីផ្សេងដើម្បីវាយប្រហារមកលើប្រទេសអ៊ុយក្រែនហើយទន្ទឹមនឹងនេះអ៊ុយក្រែនដែលតែងតែបើកការវាយប្រហារយ៉ាងស៊ីជម្រៅប្រឆាំងទៅនឹងទីតាំងយោធារបស់រុស្ស៊ីរួមទាំងទីកន្លែងឧស្សាហកម្មនៅក្នុងប្រទេសនេះដោយពឹងផ្អែកជាចម្បងទៅលើយន្តហោះគ្មានមនុស្សបើកដែលផលិតនៅក្នុងស្រុកការផលិតប្រេងនិងឧស្ម័នរបស់រុស្ស៊ីបានបន្តទទួលរងនឹងការវាយប្រហារខណៈដែលទីក្រុងគៀវបានប៉ុនប៉ងធ្វើឲ្យបាត់បង់ទៅដល់ប្រភពចម្បងរបស់ទីក្រុងគៀវសម្រាប់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនយោងទៅតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថានៅពេលនេះអ៊ុយក្រែនបានកំពុងសម្លឹងមើលនៃការបញ្ជាទិញប្រព័ន្ធការពារអាកាស Patriot ចំនួន27គ្រឿងបន្ថែមទៀតប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត The Guardian កាលពីថ្ងៃទី9ខែវិច្ឆិកាថាអ៊ុយក្រែនចង់បញ្ជាទិញប្រព័ន្ធការពារអាកាស Patriot ចំនួន27គ្រឿងពីក្រុមហ៊ុនអាមេរិកហើយកំពុងស្វែងរកនឹងការខ្ចីនូវប្រព័ន្ធដ៏សំខាន់ពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក្នុងពេលបច្ចុប្បន្នក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះអ៊ុយក្រែនបានប្រឈមមុខទៅនឹងការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនខណៈដែលរដូវរងាខិតជិតមកដល់រោងចក្រថាមពលកម្ដៅទាំងអស់ដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Centrenigo ដែលបានធ្លាក់ចុះបន្ទាប់ពីការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធពេញមួយយប់កាលពីថ្ងៃទី8ខែវិច្ឆិកាជាមួយគ្នានេះការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្ស3នាក់និងរងរបួសយ៉ាងហោចណាស់18នាក់នៅតំបន់ Donetsk និង Kherson ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះបើយោងទៅតាមរបាយការណ៍របស់មន្ត្រីអ៊ុយក្រែនកាលពីថ្ងៃទី9ខែវិច្ឆិកាលោក Zelensky ក៏បានកត់សម្គាល់ថាបើទោះបីជាមានការគាំទ្រពីសម្ព័ន្ធមិត្តក៏ដោយដរាបណាសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតែបន្តវានឹងនៅតែងតែជាជំនួយបន្ថែមដោយបានបន្ថែមថាប្រធានាធិបតីរុស្ស៊ីលោកពូទីនត្រូវការនឹងការបញ្ឈប់សង្គ្រាមនៅពេលនេះជាបន្ទាន់លោក Zelensky បាននិយាយថាវាមិនគ្រប់គ្រាន់ទេវាគ្រប់គ្រាន់នៅពេលដែលសង្គ្រាមចប់ហើយវាគ្រប់គ្រាន់នៅពេលដែលលោកពូទីនយល់ថាគាត់ត្រូវតែបញ្ចប់សង្គ្រាមនេះសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលផ្ដល់ឲ្យអ៊ុយក្រែននៅសភាវុធនិងសម្របសម្រួលនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីប៉ុន្តែបានគ្រប់គ្រងទៅដល់ការធ្លាក់ចុះខ្លីនៅក្នុងការបញ្ឈប់នៅទីក្រុងមូស្គូនិងបំពេញទៅដល់តម្រូវការសមរភូមិរបស់អ៊ុយក្រែនលោក Zelensky បានកត់សម្គាល់ថាដំណើរទស្សនកិច្ចនៅសេតវិមាននៅខែតុលារបស់គាត់គឺដំណើរការយ៉ាងល្អហើយគាត់ថាគាត់មានទំនាក់ទំនងល្អជាមួយនឹងប្រធានាធិបតីអាមេរិក Donald Trump បើទោះបីជាមនុស្សជាច្រើននៅលើពិភពលោកខ្លាចលោក Donald Trump អំពីការផ្លាស់ប្ដូរជំហរក៏ដោយលោក Zelensky បាននិយាយថាយើងមិនមែនជាសត្រូវជាមួយនឹងអាមេរិកនោះទេយើងគឺជាមិត្តហេតុដូច្នេះតើមានអ្វីដែលយើងត្រូវខ្លាចដែលនេះគឺជាអ្វីដែលលោកបាននិយាយនៅក្នុងវិមាន Mariinskyលោក Donald Trump ដែលបានទូរស័ព្ទដោយមនស្សស្មានជាមួយនឹងលោកពូទីនមុនពេលដែលជួបជាមួយនឹងលោក Zelensky ដែលបានជួបមេដឹកនាំអាមេរិកក្នុងខែតុលាដែលបានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាកិច្ចប្រជុំកំពូលមិនដំណើរការដោយទៅនឹងការគ្រោងទុកអ៊ុយក្រែនសង្ឃឹមថានឹងទទួលបានកាំជ្រួយរយៈចម្ងាយឆ្ងាយ Tomahawk ពីទីក្រុង Washington បន្ទាប់ពីជំនួបនោះលោក Donald Trump បាននិយាយថាលោកចង់ជៀសវាងនៃការធ្វើដូច្នេះប៉ុន្តែក៏មិនបានបដិសេធនៅដែរមេដឹកនាំអាមេរិកក៏មានគម្រោងជួបជាមួយនឹងលោកពូទីននៅទីក្រុង Budapest នាពេលខាងមុខ
បន្ទាប់ពីជំនួបរវាងលោកត្រាំនិងលោកសេឡិនស្គីហើយចាណាមិញកិច្ចប្រជុំនោះមិនត្រូវបានធ្វើឡើងផងដែរកិច្ចប្រជុំដែលបានស្នើត្រូវបានលុបចោលដោយលោកដូណាល់ត្រាំបាននិយាយថាគាត់មានអារម្មណ៍ថានឹងមិនមានផលិតភាពនោះទេខណៈដែលសេតវិមាននៅតែបន្តនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឈរជាឈ្មួញកណ្ដាលដើម្បីបញ្ចប់នូវសង្គ្រាមដ៏រ៉ាំរ៉ៃនេះលោកដូណាល់ត្រាំដែលបានប្រាប់នាយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី25 ខែតុលាថាយើងនឹងត្រូវតែដឹងថាយើងនឹងធ្វើកិច្ចព្រមព្រៀងមួយហើយខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលារបស់ខ្ញុំនោះទេប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាកញ្ចប់ទណ្ឌកម្មទី20របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនឹងត្រូវបានរៀបចំក្នុងរយៈពេល1ខែកញ្ចប់ទណ្ឌកម្មទី20របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីកំពុងស្ថិតនៅក្នុងការអភិវឌ្ឍហើយនឹងរួចរាល់ក្នុងរយៈពេល1ខែដែលនេះគឺជាអ្វីដែលប្រធានាធិបតីលោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃទី9 ខែវិច្ឆិកាដំណឹងនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកញ្ចប់ទណ្ឌកម្មទី19របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីត្រូវបានអនុម័តកាលពីថ្ងៃទី23ខែតុលាកញ្ចប់ដែលបានបង្ហាញដោយគណៈកម្មការអឺរ៉ុបបានកាលពីថ្ងៃទី19ខែកញ្ញាបានកំណត់គោលដៅទៅលើធនាគាររុស្ស៊ីប្រាក់ចំណូលថាមពលនិងបណ្ដាញដែលពាក់ព័ន្ធនឹងការកិច្ចចេញពីការរឹតបន្តឹងដែលមានស្រាប់ដែលដាក់ទៅលើសង្គ្រាមពេញលេញរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែនជាលើកដំបូងសហភាពអឺរ៉ុបក៏នឹងដាក់ការរឹតបន្តឹងទៅលើវេទិកាគ្រីបតូនិងធនាគារនៅក្នុងប្រទេសរុស្ស៊ីនិងប្រទេសផ្សេងទៀតដែលជួយសម្រួលទៅដល់ការគេចវេះពីទណ្ឌកម្មនេះលោក Zelensky បាននិយាយថាទីក្រុងគៀវនឹងស្នើថាកញ្ចប់ទណ្ឌកម្មទី20បានកំណត់គោលដៅនីតិបុគ្គលនិងបុគ្គលដែលនៅតែទទួលបានផលចំណេញពីធនធានថាមពលលោកប្រធានាធិបតីបានបន្ថែមថាវាក៏នឹងមានការអាប់ដេតអំពីការចាប់ពង្រត់កុមារអ៊ុយក្រែនផងដែរដែលនេះត្រូវតែជួបជាមួយសម្ពាធជាសកលយ៉ាងពិតប្រាកដហើយជាការពិតណាស់វាក៏ត្រូវតែមានការកើនឡើងយ៉ាងខ្លាំងក្លានៅសម្ពាធទៅលើគម្រោងទាំងអស់ដែលអនុញ្ញាតឲ្យមានការផលិតសម្រាប់យោធារុស្ស៊ីដែលនេះវាគឺពិតជាសំខាន់ខ្លាំងណាស់ការអនុម័តនៅកញ្ចប់ទណ្ឌកម្មពីមុនដែលត្រូវបានជួបជាមួយនឹងការប្រឆាំងពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួនជាពិសេសនោះគឺហុងគ្រីនិងស្លូវ៉ាគីដែលពេលខ្លះបានពន្យាលពេលនៃការអនុម័តរបស់ពួកគេដោយមួយខែនៅមុនការបោះឆ្នោតដោយកញ្ចប់ទណ្ឌកម្មទី19ប្រទេសអូទ្រីសបានទម្លាក់នៃការប្រឆាំងរបស់ខ្លួនជុំវិញការទាមទារឲ្យសហភាពអឺរ៉ុបផ្ដល់សំណងទៅដល់ធនាគារ Raiffeisen របស់ប្រទេសអូទ្រីសសម្រាប់ការខាតបង់ដែលទាក់ទងទៅនឹងវិធានការតបតរបស់រុស្ស៊ីដែលវាជាសំណើត្រូវបានច្រានចោលដោយរដ្ឋជាសមាជិកផ្សេងទៀតកន្លងមកប្រទេសអ៊ុយក្រែនបានព្យាយាមសម្របសម្រួលទណ្ឌកម្មខ្លួនឯងជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចនៅព្រឹកព្រលឹមថ្ងៃទី9ខែវិច្ឆិកាការិយាល័យរបស់លោក Zelensky បានប្រកាសថាទីក្រុងគៀវបានដាក់ទណ្ឌកម្មថ្មីទៅលើមន្ត្រីជាន់ខ្ពស់វិមានកម្លាំង8រូបរួមទាំងបេសកជនលោក Kirill Dmitriev ក៏ដូចជាការិយាល័យបពុម្ពផ្សាយរបស់រុស្ស៊ីចំនួន5សម្រាប់អ ுக ្រិតកម្មប្រឆាំងនឹងអ៊ុយក្រែនផងដែរទណ្ឌកម្មនេះភាគច្រើនជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់រុស្ស៊ីថ្មីនេះទៅលើមន្ត្រីអ៊ុយក្រែនជាពិសេសនាយករដ្ឋមន្ត្រីអ្នកស្រី Yulia Zhiridenko